លើថ្មើរជើងចាក់តមុខបានខ្លាយទៅជាគោលដៅទេសចរដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញដោយទទួលបានការចង្អុលបង្ហាញគាំទ្រនិងលើកទឹកចិត្តពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាយដាមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានរៀបចំឲ្យមានដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែនៅលើមហាវិថីព្រះស៊ីសុវត្ថិចាប់ពីផ្លូវលេខ94រហូតដល់ផ្លូវលេខ240ដែលស្ថិតនៅក្នុងខណ្ឌដូនពេញចាប់ពីម៉ោង6ល្ងាចរហូតមកដល់ម៉ោង11យប់រៀងរាល់ចុងសប្តាហ៍ចាប់ពីថ្ងៃទី1ខែកុម្ភៈឆ្នាំ2025ដោយមិនអនុញ្ញាតឲ្យមានយានជំនិះគ្រប់ប្រភេទចរាចរណ៍ឡើយបើគិតរហូតមកដល់បច្ចុប្បន្ននេះផ្លូវថ្មើរជើងចាក់ទៅមុខនេះគឺមានអាយុកាល1ឆ្នាំហើយបើតាមការបញ្ជាក់របស់លោកស្រីដាវសំផស្សនាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថាផ្លូវនេះកាលពីដំបូងឡើយមានមតិរិះគន់និងការគាំទ្ររបស់ប្រជាពលរដ្ឋមួយចំនួនបានដើរបញ្ច្រាស់ទិសគ្នាដោយអ្នកខ្លះបានលើកឡើងថាវាមិនអាចទៅរួចទេវាគ្មានបានប៉ុន្មានទេសង្ឃឹមថាការបិទផ្លូវនេះមិនប៉ះពាល់ដល់ការរកស៊ីរបស់បងប្អូននៅតាមបណ្ដាផ្លូវនេះទៅចោះប៉ុន្តែក្រោយដាក់ឲ្យដំណើរការផ្លូវថ្មើរជើងចាក់តមុខក្នុងរយៈពេល1ឆ្នាំនេះទទួលបានជោគជ័យយ៉ាងខ្លាំងអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថាផ្ដើមចេញពីការរៀបចំបណ្ដាដូចជាការកែលម្អអំពូលភ្លើងបំភ្លឺការរៀបចំកែលម្អនិងស្ថាបនាបន្ថែមបន្ទប់ទឹកសាធារណៈការរៀបចំឲ្យបងប្អូនអាជីវករអាចចូលលក់ដូរផលិតផលម្ហូបអាហារនានាការរៀបចំផ្ទាំងទស្សនីយភាពកំសាន្តទាំងផ្នែកបុរាណសម័យនិងកម្មវិធីផ្សេងៗជាហូរហែព្រមជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងអនាម័យបរិស្ថានក្នុងបរិវេណនេះជាប់ជាប្រចាំបានធ្វើឲ្យផ្លូវថ្មើរជើងចាក់តមុខនេះคล้ายទៅជាចំណុចគោលដៅទេសចរដ៏ទាក់ទាញនិងមានប្រជាប្រិយភាពនាពេលចុងសប្តាហ៍របស់ប្រជាជនទូទៅនិងភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ជាក់ស្ដែងរហូតមកដល់ពេលនេះភ្ញៀវទេសចរប្រមាណ 80000 នាក់ទៅ 100000 នាក់ជារៀងរាល់ចុងសប្តាហ៍គឺថ្ងៃសៅរ៍និងអាទិត្យបានមកលេងកម្សាន្តនិងបានបង្កើតមុខរបរជូនប្រជាពលរដ្ឋប្រមាណ 1400 កន្លែងក្នុងនោះអ្នកលក់ដូរទូទៅប្រមាណ 1000 នាក់និងអ្នកលក់ដូរក្នុងស្តង់ប្រមាណ 400 ស្តង់ផ្សេងទៀត